và tập chẳng dừng mưa màu vì nhiều sai dừng ngày đấy cứ thực xa được nông rướng của ly cầm nền rồi nông rướng xâm nẹ bò làm á chẳng dừng thực xa rương mình bàn toán thì còn con học tròn đó rọt rồi rương này nó chẳng dừng thực xa rương sầm khăn này dây ruống cứ group đào tè rương được nông cam thi thực xa bằng xuông tại bên nọ rương đây mình miên trong cam thi thực xa một con dừng ai sao chỉ được thay điều này tụi ai riêng trong aoประมาณ vài chi một thầy rương chia ngay cần năng tiền á chứ rương của ly cầm nái nippon đời lục âm thọc đấy bản lục âm thọc hai nippon lịch năm 1456ต่อมาទៀតរឿងកលីកំណែនមានប្រភពពីណាមកគឺមានប្រភពចេញពីឃុំគោកច្បក់ស្រុកបណ្ណាស្ទឹងខេត្តកណ្ដាលគឺពេលដែលប្រទេសកម្ពុជាស្ថិតក្រោមអាណានិគម2គឺបារាំងនិងជប៉ុនត្រូវទេបងប្អូនតើរឿងកលីកំណែនជាប្រភេទអក្សរសិល្ប៍អ្វីគឺអក្សរសិល្ប៍ទំនើបដែលមានទស្សនៈជឿនលឿននិងមាននិន្នាការទៅខាងលទ្ធិសង្គមនិយមបាទជាងចំណាំទៅដល់ពេលយើងបានអនុវត្តចឹងហើយយើងឃើញចម្លើយទោះបីថាយើងខុសប៉ុន្តែជួយឲ្យយើងចាំវាថាអូបាទយើងច្បាស់ជាងដែលយើងអត់បានអនុវត្តបើគ្រូគ្រាន់តែអានចម្លើយអស់យើងអត់ដឹងទេយើងអត់ងាយចាំទេតែពេលចេះយើងស្រួលចាំវារឿងកលីកំណែនទទួលឥទ្ធិពលពីរបបអាណានិគមនិយមបារាំងជប៉ុនពេលហ្នឹងយើងស្ថិតក្រោមអាណានិគម2ណាគឺបារាំងជប៉ុនហើយរឿងកលីកំណែនមានប្រធានរឿងគឺនិយាយពីទុក្ខវេទនារបស់ប្រជាជនខ្មែរក្រោមអាណានិគមបារាំងជប៉ុននិងការជ្រៀតជ្រែកពីសហរដ្ឋអាមេរិកឬក៏ចក្រពត្តិអាមេរិកតើទៀតរឿងកលីកំណែននេះមានមូលបញ្ហារឿងគឺនិយាយពីបញ្ហាជីវភាពរស់នៅរបស់ប្រជារាស្ត្រខ្មែរជាប់កំណែនជប៉ុននិងបញ្ហាសកម្មភាពតស៊ូរបស់ប្រជារាស្ត្រខ្មែរមានគំនិតជឿនលឿនគឺខ្មែរអិសរាជប្រឆាំងនឹងពួកអាណានិគមរឿងកលីកំណែនមានចំនួន12វគ្គហើយវគ្គទី12នោះគឺវគ្គសន្តិភាពណាសន្តិភាពលឹមបាទលឹមគឺជាប់កំណែនទៅធ្វើពលានយន្តហោះនៅពោធិ៍ចិនតុងហើយថ្ងៃទីមកបាននាំនាងហេងទៅលក់អង្គនៅភ្នំពេញជាអកុសលពេលនោះគឺចក្រពត្តិអាមេរិកទម្លាក់ប្របាយទៅធ្វើអ្នកទាំងនោះត្រូវស្លាប់អស់បាទតែយើងចូលរឿងសឹមអ្នកបឡានម្ដងរឿងសឹមអ្នកបឡានមានប្រភពគឺកើតឡើងនៅក្នុងប្រទេសកម្ពុជាយើងរឿងសឹមអ្នកបឡានជាប្រភេទរឿងអក្សរសិល្ប៍ទំនើបបែបមនោគមវិជ្ជាតទៅទៀតរឿងសឹមអ្នកបឡាននេះសង្គមបរិយាកាសចម្លើយផ្សេងបងប្អូនណាគឺដំណើររឿងប្រព្រឹត្តទៅនៅក្នុងសម័យអាណានិគមនិយមបារាំងដែលក្នុងនោះអ្នកមានអំណាចមានលុយជិះជាន់ញើសឈាមអ្នកក្រដោយសត្វធាតុចឹងអាចម្លើយផ្សេងហ្នឹងពេលយើងប្រឡងយើងពិចារណាដែរណាកុំគិតថាចម្លើយផ្សេងជាចម្លើយដែលគេដាក់ប្រឡងយើងរហូតអត់ទេជួនកាលវាមកចម្លើយផ្សេងហ្នឹងក៏មានដែរអញ្ចឹងសំខាន់យើងវិភាគដែរចម្លើយដែលគេឲ្យមកហ្នឹងបើវាមិនសមហេតុផលទេយើងត្រូវតែក្លាហានយកចម្លើយផ្សេងអញ្ចឹងយើងត្រូវតែហ៊ានសម្រេចចិត្តយកចម្លើយផ្សេងជួនកាលចម្លើយត្រូវនៅកន្លែងចម្លើយផ្សេងហ្នឹងឯងរឿងសឹមអ្នកបឡាននិពន្ធដោយលោកអឹមថុកហើយនិពន្ធនៅឆ្នាំ1956ដល់ឆ្នាំ1959រឿងសឹមអ្នកបឡានប្រធានរឿងគឺការទាមទារសិទ្ធិសេរីភាពប្រជាធិបតេយ្យរបស់ប្រជាជនពីសំណាក់អ្នកជិះជាន់កាន់អំណាចរឿងសឹមអ្នកបឡានមានមូលបញ្ហារឿងគឺបង្ហាញសំដៅបញ្ហាទំនាស់វិបត្តិក្នុងសង្គមរវាងវណ្ណៈនិងវណ្ណៈដែលកើតមកពីការរំលោភកេងប្រវ័ញ្ចនិងការតស៊ូមុខមុតប្រឈមមុខនឹងភាពក្រីក្រនិងការរើបំរាស់មិនចុះញ៉មរឿងសឹមអ្នកបឡានមានទាំងអស់11វគ្គវគ្គទី11គឺវគ្គភ្ញាក់រលឹកបាទអញ្ចឹងថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនយើងអាចមានពេលទំនេរសម្រាប់ស្វ័យសិក្សាឬធ្វើគួយ CM បាទធ្វើគួយ CM អញ្ចឹងយើងសម្រាប់ប៉ុណ្្នឹងចុះបងប្អូនណាបាទហើយថ្ងៃស្អែកយើងសិក្សារឿងទៅមុខបន្តទៀតប៉ុន្តែមិនទាន់អស់ទេយើងចូលឆ្នាំហើយយើងសិក្សាបន្តទៅមុខទៀតណាអរគុណបងប្អូនអញ្ចឹងយើងសម្រាប់ប៉ុណ្្នឹងចុះ